តិការផ្លែឈើបាត់ដំបង2026រយៈពេល10ថ្ងៃលក់ផ្លែឈើបានជិត80តោនតាក់ទាញភ្ញៀវជាង30,000នាក់ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ដែលរៀបចំឡើងរយៈពេល10ថ្ងៃបានទទួលជោគជ័យយ៉ាងខ្លាំងដោយលក់ផ្លែឈើសរុបបានជិត80តោននិងតាក់ទាញប្រជាពលរដ្ឋព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមទស្សនាកម្សាន្តជាង30,000នាក់ក្នុងចំណោមផ្លែឈើទាំងអស់ផ្លែទុរេនបានឈរនៅលំដាប់លេខ1ជាផ្លែឈើដែលលក់ដាច់ជាងគេយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងរយៈពេល10ថ្ងៃនៃព្រឹត្តិការណ៍នេះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីបានចូលរួមទិញទទួលទាននិងផ្ញើជូនក្រុមគ្រួសារនៅផ្លែឈើសរុបចំនួន 76,883 គីឡូក្រាមស្មើនឹងជាង76តោនក្នុងនោះផ្លែទុរេនលក់ដាច់ជាងគេរហូតដល់ជាង59តោនខណៈដូងលក់បាន 12,000 ផ្លែសាវម៉ាវបាន 2,259 គីឡូក្រាមលម៉ើ530 គីឡូក្រាមផ្លែប័រ295 គីឡូក្រាមនិងផ្លែឈើក្នុងស្រុកជាច្រើនប្រភេទផ្សេងៗទៀតជាមួយគ្នានេះដែរព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ក៏បានតាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកកកដោយមានអ្នកចូលរួមសរុប320,022 នាក់ក្នុងនោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិមានចំនួន310,052 នាក់និងភ្ញៀវទេសចរអន្តរជាតិ970នាក់នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តបាត់ដំបងលោកហមអរុណអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានដឹងថាចំនួនភ្ញៀវក្នុងឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងព្រឹត្តិការណ៍ឆ្នាំ2025ដែលរៀបចំរយៈពេល7ថ្ងៃនិងតាក់ទាញភ្ញៀវបានត្រឹម 138,461 នាក់ក្នុងនោះភ្ញៀវអន្តរជាតិមាន873នាក់ខណៈការលក់ផ្លែឈើសរុបបានជាង52តោនប៉ុណ្ណោះដែលក្នុងនោះទុរេនលក់បានជិត48តោនព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026គឺជាការរៀបចំលើកទី2នៃពិព័រណ៍ផ្លែឈើដ៏ធំប្រចាំខេត្តនិងផ្ដួចផ្ដើមដោយឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ដោយមានរយៈពេលវែងជាងឆ្នាំមុននិងបន្ថែមសកម្មភាពកម្សាន្តពិព័រណ៍និងកម្មវិធីថ្មីៗជាច្រើនលោកអុចអ៊ុំនីភីសារ៉ាប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានមានប្រសាសន៍ថាការរៀបចំព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់វិស័យកសិកម្មផ្សព្វផ្សាយកសិទេសចរនិងផលិតផលផ្លែឈើមានគុណភាពខ្ពស់របស់ខេត្តពង្រឹងទីផ្សារជូនប្រជាកសិករជំរុញកំណើនសេដ្ឋកិច្ចទេសចរនិងវប្បធម៌ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងម៉ាកសញ្ញាផ្លែឈើបាត់ដំបងឲ្យកាន់តែល្បីល្បាញទន្ទឹមនឹងនេះព្រឹត្តិការណ៍ក៏បានចូលរួមលើកតម្លៃឬមកខ្មែរនិងគាំទ្រយុទ្ធនាការទេសចររដូវកាលបេតងផងដែរថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026កាលពីល្ងាចថ្ងៃទី19ខែកក្កដាឯកឧត្តមសុខលូបានថ្លែងអំណរគុណដល់គណៈកម្មការក្រុមការងារនិងកងកម្លាំងប្រដាប់អាវុធដែលខិតខំរៀបចំព្រឹត្តិការណ៍នេះឲ្យប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយភាពអធិកអធមសប្បាយរីករាយនិងធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពយ៉ាងល្អប្រសើរឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាកសិករជាម្ចាស់ចម្ការបន្តពង្រីកការដាំដុះស្របតាមស្តង់ដារបច្ចេកទេសកសិកម្មពង្រឹងគុណភាពកសិផលនិងថែរក្សាអត្តសញ្ញាណផលិតផលរបស់ខេត្តបាត់ដំបងដើម្បីបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់និងទទួលបានការគាំទ្រកាន់តែទូលំទូលាយនាពេលអនាគត